ចូលក្នុងហើយតោះនេះចុះបន្តដាក់លេខ3គប្បីឲ្យដល់អ្នកដែលគួរឲ្យគប្បីឲ្យដល់អ្នកដែលគួរឲ្យណាគប្បីឲ្យដល់អ្នកដែលគួរឲ្យចុះបន្តដាក់លេខ4មិនគប្បីឲ្យមិនគប្បីឲ្យដល់អ្នកដែលមិនគួរឲ្យមិនគប្បីឲ្យដល់អ្នកដែលមិនគួរឲ្យមិនគប្បីឲ្យដល់អ្នកដែលមិនគួរឲ្យចុះបន្តដាក់លេខ5គប្បីឲ្យដល់អ្នកគប្បីឲ្យដល់អ្នកគួរឲ្យនិងមិនគួរឲ្យគប្បីឲ្យដល់អ្នកគួរឲ្យនិងមិនគួរឲ្យណាគប្បីឲ្យដល់អ្នកគួរឲ្យនិងមិនគួរឲ្យណាចុះបន្តដាក់លេខ6គប្បីអង្គុយជាសុខណាគប្បីអង្គុយជាសុខសុខសប្បាយណាសុខគប្បីអង្គុយជាសុខចុះបន្តដាក់លេខ7គប្បីដេកជាសុខណាគប្បីដេកជាសុខគប្បីដេកជាសុខចុះបន្តដាក់លេខ8គប្បីបរិភោគជាសុខគប្បីបរិភោគជាសុខបរោស្រែភោស្រអោគោគប្បីបរិភោគជាសុខ9ចាំបន្តដាក់9គប្បីមើលថែមិនឲ្យភ្លើងឆេះផ្ទះគប្បីមើលថែមិនឲ្យភ្លើងឆេះផ្ទះតែភ្លើងឆេះផ្ទះយ៉ាងម៉េចគប្បីមើលថែមិនឲ្យភ្លើងឆេះផ្ទះគប្បីមើលថែមិនឲ្យភ្លើងឆេះផ្ទះចុះបន្តដាក់លេខ10គប្បីនមស្ការទេវតាក្នុងផ្ទះគប្បីនមស្ការនោមោសជាងកស្រារគប្បីនមស្ការទេវតាក្នុងផ្ទះណានឹងល្អញាតិញោមមានកូនស្រីចាំមកវត្ត10ហ្នឹងទៅល្អណាស់កូនស្រីនឹងបានសេចក្តីសុខការដែលឲ្យឱវាទល្អគឺប្រសើរជាងឲ្យពរញាតិញោមសម្គាល់ថាម៉េចឲ្យឱវាទឲ្យកូនប្រតិបត្តិខ្លួនឲ្យល្អនិងឲ្យពរជ័យមួយណាមានសេរីសួស្តីជាងណាណាយើងអញ្ជើញទៅអរុក្ខអរិយអ្នកតាក្រហមកជ្រោះជ្រុងចលងដងអូ
អ្នកតាតូចអ្នកតាធំព្រៃភ្នំក្រំថ្មឯណាមកឲ្យជ័យឲ្យពោប៉ុន្តែកូនកំណត់មិនកើតទៅបានសេចក្តីសុខមកពីណាការឲ្យអវាទគឺជាការឲ្យនៅបរដកដល់ប្រសើរណាទី1គឺមិនកប់3នាំភ្លើងក្នុងចេញទៅក្រៅណាឥឡូវមិនតាន់បញ្យល់ទេនិយាយពេលទៅដល់សិនបានមីគារសេដ្ឋីនឹងសួររឿងហ្នឹងបាននាងនឹងបញ្យល់ប្រាប់ណាឲ្យអាវាត10យ៉ាងនឹងចប់ធ្វើដំណើរទៅហ្នឹងណាឋានិញជាសេដ្ឋីបិតាហ្នឹងជីតាហ្នឹងបានមេនកៈសេដ្ឋីហ្នឹងក៏ឲ្យបើកក្រោលគោឲ្យទៅតាមនាងណាបើកឲ្យគោនឹងចេញបន្តគ្នាទៅចម្ងាយប្រហែលទូងស្គរ3ដងដូចថាទូងពីហ្នឹងទៅលឺដល់ណាប្រវែងគោដែលទៅតគ្នាហ្នឹងប្រវែងហ្នឹងហើយទៅដល់កន្លែងដែលចិត្តឈប់លឺនោះទូងម្ដងទៀត3សម្លេងស្គរប្រហែលគីឡូដីហ្នឹងណាហ្នឹងគោទៅបន្តគ្នាអញ្ចឹងណានឹងចែកឲ្យនាងវិសាខាណាយើងស្ដាប់ទៅអីក៏គោអីគោម្លេះខ្ញុំចាំតែ2 3ខ្វៀលឈ្នះសម័យនោះបើគិតទៅចាំច្រើនហ្នឹងគឺចិញ្ចឹមយកទៅដោះអត់មានចាំអីធ្វើស្រែនោះធ្វើឲ្យប៉ុន្តែច្រើនហ្នឹងភាគច្រើនចិញ្ចឹមយកទៅដោះនៅប្រទេសអូស្ត្រាលីអីក៏គេធ្វើអញ្ចឹងដីជាងការ4-10ហិកតាអញ្ចឹងទៅគេធ្វើលបងក្នុងហ្នឹងមានស្មៅមានអីស្រេចគេចិញ្ចឹមគោមួយវងច្រើនណាគេចិញ្ចឹមយកទៅដោះនៅឥណ្ឌាហ្នឹងក៏អញ្ចឹងប៉ុន្តែនៅអូស្ត្រាលីដែលទៅហ្នឹងតាមផ្លូវឆ្ងាយហ្នឹងជាងការដីប្រហែល1គីឡូជាង 2-3 គីឡូទៅគេពតលបងលួសទៅគឺអត់មានខ្វៀលដេញដូចយើងទេស្មៅអីនៅហ្នឹងទឹកអីនៅហ្នឹងស្រាប់អត់មានចងមានអីទេណាច្រើនរាប់ពាន់រាប់ម៉ឺនគោអញ្ចឹងទៅនៅអូស្ត្រាលីរាល់ថ្ងៃនេះគេធ្វើអញ្ចឹងមិនបាននឹកឃើញដល់រឿងហ្នឹងអូសម័យដើមវាចិញ្ចឹមច្រើនអញ្ចឹងតើហើយស្ដាប់រឿងក្នុងគម្ពីរទៅគេតែគិតថាអីក៏ច្រើនម្លឹងអាណាដេញឈ្នះណាខ្ញុំគិតចឹងឥឡូវហ្នឹងណោះហ៎គិតចឹងទេណាច្រើនមែនហើយ3តស្គរហើយមើលទៅដាច់កតុយភ្នែកហ្នឹងសិតតកោទៅពេលគ្រប់ចំនួនថាវាទូងស្គរប៉ុណ្ណឹងប្រកាសថាគ្រប់ហើយលោកសេដ្ឋីជាបៃតាបញ្ជាឲ្យបិទទ្វារក្រោលគ្រាន់តែបិទទ្វារក្រោលក្រឹបអាមេរិកដែលមានកម្លាំងខ្លាំងហ្នឹងលោតផ្លោះលបងទៅ 60000 ទៀតហ្នឹងណាហើយក្រាន់ហ្នឹង 60000 ហើយមេកូកំមុំហ្នឹងលោតទៅ 60000 ដែរណាហើយកោស្ទៀវលោតទៅ 60000 ដែរហើយដល់ទៅគោកំឡោះលោតទៅតាមគោកំមុំ 60000 ដែរណាទៅច្រើនអញ្ចឹងណាអាហ្នឹងក៏ដោយសារអានិសង្សបុណ្យដែលនាងឲ្យទានណាឲ្យទានចំពោះភិក្ខុសង្ឃកាលពីអតីតជាតិចំពោះភិក្ខុសង្ឃហ្នឹងអង្គាភិក្ខុសង្ឃប្រកេនហើយលោកហាមថាបានហើយនាងគេថាគុណចាស់មុនអានេះមកបោសទៀតទៅអានេះស្រួលអានេះស្ងាញ់អញ្ចឹងទៀតឲ្យលោកថែមទៀតអញ្ចឹងទៅដោយសម្ដីទន់ភ្លន់អញ្ចឹងដោយអំណាចដែលធ្វើទានដោយសេចក្តីគោរពដោយការទន់ភ្លន់ចង់ឲ្យលោកថែមបន្តិចទៀតអីចឹងចុះនឹងបានកោនឹងទៅលើអញ្ចឹងទៅជាមួយណាហើយយើងឥឡូវវាមានអ្នកណានាងណាមកអង្គុយថាបន្តិចទៀតទៅហូបលេងឆាន់លេងឆ្ងាយណាហើយរឿងបានមហាលតាប្រសាទនៈគ្រឿងប្រដាប់នោះអាហ្នឹងដោយអានិសង្សដែលនាងធ្វើជ័យបរៈទានដល់ភិក្ខុច្រើនអង្គ20000 អង្គជ័យបរៈទានកាលពីអតីតជាតិនោះមានពីណាឲ្យអាហ្នឹងយើងឃើញថាមេដាបេដាឲ្យប៉ុន្តែនេះគឺបុណ្យរបស់នាងហ្នឹងឯងណាទៅតាមហើយគ្រាន់តែមនុស្សហែហមទៅនឹងរាប់ម៉ឺនយ៉ាងហ្នឹងរាប់ម៉ឺនតែវាខ្លាំងជាងបរិជាទៅទៀតទៅតាមនាងហើយលោកសេដ្ឋីជាបៃតានោះសេដ្ឋីតូចចេះតែប្រាប់នាងវិសាខាថាអីឲ្យមនុស្សទៅច្រើនអាណាបានអីឲ្យស៊ីណាឲ្យដេញទៅវិញទៅឲ្យអ្នកយាមអ្នកអីដេញរត់ទៅវិញអស់ទៅអត់ឲ្យទៅទេយាយវិសាខានាងវិសាខាអត់តាមទេឲ្យទៅ
ប្រាប់ថាមនុស្សទាំងអស់នេះមិនមែនលោកឪពុកក្មេងអ្នកចិញ្ចឹមទេខ្ញុំអ្នកចិញ្ចឹមប្រាប់អញ្ចឹងហ្នឹងហើយអង្គុយក្នុងរថអញ្ចឹងទៅនាងគិតថាបិតាក្មេកហ្នឹងចេះតែកោសរស់អញ្ចឹងហើយគេឃើញគេខែហ្នឹងគេគិតថាណាហើយមកចិត្តដល់ក្រុងសាវត្ថីនាងដើម្បីឲ្យកាត់សេចក្តីសង្ស័យនាងឡើងឈរលើដំបូលរថហ្នឹងដូចកង្កោកចឹងណាត្រួតត្រងនៅគ្រឿងអលង្ការហ្នឹងទៅគេអបអរសាទរសម្បើមអ្នកតាមផ្លូវហ្នឹងទៅតាមចឹងដែរណាបុណ្យកុសលរបស់នាងវិសាខាហ្នឹងសម្បើមណាស់ញាតិញោមមើលក្នុងកាពីខ្លួនឯងទៅបានវាអស្ចារ្យណាគ្រាន់តែរៀបចំពិធីនៅផ្ទះខ្លួនឯងហ្នឹងវា4ខែដែរយើងគិតមើលយើងការមកយប់មួយថ្ងៃហ្នឹងរកអីញៀវហូបបានស្រួលជាពាក់គេទៀតហើយ4ខែហើយទៅដល់ផ្ទះបិតាក្មេងហ្នឹងនៅប្រពៃកម្មវិធីទៀតណាហើយគ្រាន់ទៅដល់ភ្លាមពេលយប់ហ្នឹងមានមេសេះមួយវាឈឺផ្ទៃប្រសូតកូននាងទៅខ្លួនឯងជាមួយទាស័យឲ្យភ្លើងទៅជួយមិនខ្លះទេស្មានមិនដឹងទេតែប៉ុន្តែជួយមុជទឹកមុជអីឲ្យណានេះចិត្តទុកដាក់ទៅមេសេះហ្នឹងក៏ប្រសូតកូនមកហើយមកវិញអាហ្នឹងមួយរឿងទៅបន្តិចចឹងដែលវិទ្យាសិទ្ធិលើកទោសថ្ងៃក្រោយក្នុងថ្ងៃមង្គលហ្នឹងស្អែកឡើងវិទ្យាសិទ្ធិហ្នឹងអត់កាន់ពុទ្ធសាសនាទេកាន់គោរពខាងពួកអាចារ្យអ្នកបួសស្រាតទៅអ្នកបួសស្រាតនៅដល់រាល់ថ្ងៃញាតិញោមនៅឥណ្ឌាហ្នឹងនៅអណូលណាមាននៅក្នុងកាពីណាឲ្យតែខែល្ងាចហ្នឹងគេធ្វើតបៈធัวឲ្យគេស្រាតដើរពេញតែផ្លូវហ្នឹងញាក់ត្រឹតតាមផ្លូវហ្នឹងល្ងាចមែនទេណាគេធ្វើតបៈធัวគេដើម្បីបង្ហាញតែគេអស់កិលេសបើនៅស្លៀកទៅបិទបាំងគេថាមិនប្រកបទេដល់ស្រាតឲ្យអស់ចឹងទៅបានវាច្បាស់ថាវាអស់កិលេសមាននៅរាល់ថ្ងៃនៅឥណ្ឌាមកកកោកហ្នឹងឯងណាញាតិញោមចង់ដឹងអញ្ជើញទៅឲ្យប៉ុន្តែហាមគេមិនឲ្យថតទេចូលមើលអីអាចទៅមើលបានប៉ុន្តែអ្នកបួសចូលបួសថ្មីរៀងខ្មាស់អីដែរប៉ុន្តែថាលោកតាបួសយូរអីអត់ទេអត់ខ្មាស់ទេធម្មតាណាមកធ្លាប់លោកថតគេថតឯកសារស្មានមើលក្នុងកម្ពីស្មានតែវាមានអតីតកាលយូរលង់ឯណានៅមានពេលគេពុទ្ធហង្សសារណង្កេចហាមិ